អាណិតអ្នកសិល្បៈពិតប្រាកដ DJ កាកាស្នើមហាជនឈប់ហៅតារា TikTok មកត្រឹមអ្នកលេង TikTok វិញ ទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើត សេវាកម្មកម្ចីកាត់គ្រី LOLC ផ្ដល់សាច់ប្រាក់រហូតដល់ 75% នៃតម្លៃយានយន្តរបស់លោកអ្នកជាមួយនឹងការប្រាក់សមរម្យឯកសារតម្រូវងាយស្រួលនិងការអនុម័តយ៉ាងឆាប់រហ័សតាក់ទងមក LOLC ឥឡូវនេះ DJ កាកាបានបង្ហោះសម្ដីមួយក្នុងបណ្ដាញសង្គមដែលស្នើសុំឲ្យមហាជនឈប់ហៅអ្នកលេង TikTok ថាតារាបដូរមកត្រឹមអ្នកលេង TikTok ការដែលចេញមកស្នើសុំបែបនេះគឺដោយសារតែនាពេលបច្ចុប្បន្នលោកសង្កេតឃើញថាអ្នកលេង TikTok ដែលប្រឡប់ថ្មីល្បីនឹងមានប្រជាប្រិយភាពបន្តិចបន្តួចតាមរយៈការសម្ដែងតាមរូបភាពដូចជាការរំរែងឬការធ្វើត្រាប់តាមកាយវិការតាមបទចម្រៀងផ្សេងៗប៉ុន្តែត្រូវបានយល់ច្រឡំហៅថាតារាមួយរូបដែរ ទាំងដៃមិនបានឆ្លងកាត់ការបង្ហាត់បង្រៀនត្រឹមត្រូវដោយអ្នកសិល្បៈពិតប្រាកដដែលក្នុងនោះ DJ កាកាបានបង្ហោះសម្ដីរៀបរាប់យ៉ាងមានអត្ថន័យបែបនេះថាចង់សូមបងប្អូនអ្នកសារព័ត៌មានឈប់ហៅតារា TikTok មកត្រឹមអ្នកលេង TikTok បានឬអត់កុំចេះតែតារាពេងអាណិតបងប្អូនអ្នកសិល្បៈរៀបច្បងចាស់ផងក្រោយពីបានឃើញសម្ដីរបស់ DJ កាកាលើកឡើងយ៉ាងដូចនេះឃើញមានមហាជនអ្នកលេងបណ្ដាញសង្គមក៏ដូចជាអ្នកសិល្បៈជាច្រើនគាំទ្រនិងនាំគ្នាចែករំលែកបន្តដោយការបញ្ចេញមតិស្រដៀងគ្នាថាពាក្យថាតារាគឺត្រូវឆ្លងកាត់តាមការប្រឡងមិនថាតារាសម្ដែងឬជាតារាចម្រៀងត្រូវតែមានក្រមសីលធម៌ល្អនិងឆ្លងកាត់បណ្ដុះបណ្ដាលពីសាលាវិចិត្រសិល្បៈនិងមានការទទួលស្គាល់ពីសមាគមសិល្បៈខ្មែរទើបមានឈ្មោះជាតារាយ៉ាងណាជុំវិញប្រធានបទខាងលើនេះមិនមែនតែ DJ កាកាម្នាក់នោះទេដែលចេញមកនិយាយបែបនេះខណៈកន្លងមកគេក៏ឃើញមានសិល្បករជាច្រើនក៏បានលើកពីបញ្ហានេះមកនិយាយដូចគ្នាដែលគេនៅចាប់បានថាកន្លងមកតារាចម្រៀងលោកឃុំពុនដែនក៏បាននិយាយដែរថាសិល្បៈសម្ដែងទៅលើអ្នកមានចំណេះចម្រៀងពិតប្រាកដគេហៅថាសិល្បៈពាក្យថាតារាគឺសម្ដែងទៅលើអ្នកសិល្បៈរូបណាដែលបានបម្រើប្រយោជន៍ជាតិមាតុភូមិមហាជនជាច្រើនដូច្នេះអ្នកលេង TikTok នៅតែមិនមែនជាតារា